ថ្ងៃនេះចង់មកអួតប្រាប់ពីសិស្សគាត់បញ្ចប់ការសិក្សាថ្នាក់ផាត់មុខនិងធ្វើសក់រយៈពេល2 ខែសម្រាប់បងស្រីគឺគាត់អត់ចេះសោះតែម្ដងអញ្ចឹងអ្នកខ្លះគេថា2 ខែរៀនផាត់មុខធ្វើសក់ដឹងតែថាធ្វើអត់បានទេប៉ុន្តែសម្រាប់បងស្រីគាត់អត់ចេះសោះតែគាត់មករៀនមួយខាងសាលាយើងខ្ញុំគឺគាត់បានទទួលបទពិសោធន៍ថ្នាក់ផាត់មុខធ្វើសក់2 ខែតែគាត់ទទួលបានអ្វីខ្លះបងអាចជួយផ្ដល់យោបល់ឬក៏សម្រាប់បងឬក៏បងប្អូនគាត់ចាប់អារម្មណ៍ចង់រៀនតែគាត់ថា2 ខែរៀនអត់ចេះទេអញ្ចឹងឥឡូវសម្រាប់គាត់ផ្ទាល់តែម្ដងពេល2 ខែដែលខ្ញុំមករៀននៅសាលាលោកគ្រូលោកវីគឺខ្ញុំមានភាពកក់ក្ដៅមែនតើពិសេសលោកគ្រូអ្នកគ្រូគាត់បង្រៀនដោយយកចិត្តទុកដាក់មានការលេងសើចផងសប្បាយហើយជាពិសេសលោកគ្រូលោកវីគាត់បង្រៀនយកចិត្តទុកដាក់មែនតើអរគុណហើយលោកអ្នកគ្រូសក់ឬអ្នកគ្រូលោកគ្រូអ្នកគ្រូនៅលោកវីទាំងអស់គឺគាត់បង្រៀនយកចិត្តទុកដាក់ហើយខ្ញុំរៀនតាំងពីខ្ញុំអត់ស្គាល់ជក់រហូតមកដល់ឥឡូវខ្ញុំបានផាត់មុខឲ្យភ្ញៀវច្រើនគេសរសើរថាស្អាតហើយចង់និយាយថាចេះរយៈពេល2 ខែសម្រាប់ដែលបងអត់ចេះសោះអញ្ចឹងណាយើងអាចទទួលបានបទពិសោធន៍មានន័យថាប្រហែលភាគរយដែរសម្រាប់ថាយើងអាចធ្វើជូនភ្ញៀវបានអញ្ចឹងណាសឹង80%លោកគ្រូវិស័យចេះអ្នកខ្លះថា2 ខែវារបៀបថានៅស្ទើខ្លីពេកលឿនពេកអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងវាគាត់ថាយើងមិនអាចទៅបើកជាអាជីវកម្មបានទេអញ្ចឹងណាហើយសម្រាប់បងមិនដែររយៈពេល2 ខែខ្ញុំសឹងថាខ្ញុំអត់ស្គាល់ជក់ដឹងថាជក់ក្រែមឬក៏ជក់មិនផងសឹងថាអត់ស្គាល់ហ្មងប៉ុន្តែរយៈពេល2 ខែនេះគឺខ្ញុំស្គាល់ច្រើននិយាយទៅពេលផាត់ឲ្យភ្ញៀវថាភ្ញៀវច្រើននិយាយថាស្អាតហ្មងអូខេអរគុណច្រើនមករៀនមែនតែគ្រូគេអត់ផ្ដល់ភាពកក់ក្ដៅឬក៏បែបអត់យកចិត្តទុកដាក់មួយសិស្សមករៀនឲ្យលើថាធ្វើឲ្យមើលឲ្យគ្រូលេងមើលតើធ្វើឲ្យបណ្ដាមកមើលអាហ្នឹងចឹងនិយាយថាពាក្យសម្ដីដែរគាត់ថាសាលាផ្សេងទទួលបានដោយគេអត់មានទំនុកចិត្តប៉ុន្តែមកខាងសាលាលោកវីវិញដូចគេនិយាយចឹងដែរអត់ទេលោកគ្រូខ្ញុំថតទៅលើគេនិយាយថាសាលារៀនកាន់បាក់ពួកឲ្យគ្រូរបៀបថាតើយើងទិញនេះទិញនោះឲ្យបានបរិយាថាអត់ទេតែតាំងពីខ្ញុំមករៀនគឺអ្នកគ្រូលោកគ្រូគឺគាត់យកចិត្តទុកដាក់មែនតើសឹងថាពេលខ្ញុំអត់បានមករៀនគ្រូខសួរហ្មងកូនអើយមិនឃើញមករៀនអញ្ចឹងមានបញ្ហាអីគាត់ខ្លាចយើងចាប់អត់បានអញ្ចឹងសម្រាប់ការគាត់បរិយាលោកគ្រូស្ដាប់បានអត់យល់អត់យល់អាចសួរបានអីចឹងទៅហ្នឹងហើយដោយសារអីខ្លះមានពាក្យចាំអារម្មណ៍ថាមករៀនទុកសិស្សចោលដល់អត់មានផ្ដល់ភាពកក់ក្ដៅឬក៏មានការបរិញ្ញានេះយកទៅលុយគេហើយទុកសិស្សចោលអញ្ចឹងណាហ្នឹងហើយ13 ថ្ងៃ 4 ថ្ងៃដល់នេះគ្រូខសួរហ្មងមិនក៏ឃើញមករៀនបាទអញ្ចឹងសម្រាប់ដែរបងឬក៏បងប្អូនចង់ផាត់មុខធ្វើសក់ដល់ស្រស់ស្អាតណាអាចទៅសាកភ្លក់ជាមួយស្នាដៃកូនសិស្សខ្ញុំបាននៅខាងទូសកែហាងសាឡនឈ្មោះអីដែរបង MDL អញ្ចឹងកុំភ្លេចជួយគ្រប់គ្រងណាសាលា Love V កូនសិស្សចេញមួយច្បាស់ឆ្អិនមួយដឹងមួយពីរដឹងពីរដឹងតែថាបបពិសោធន៍ពេញខ្លួនធានាធ្វើស្អាតជូនអាចទៅគ្រប់គ្រងស្នាដៃសាឡនខាងគាត់បានអរគុណនៅខាងទូសកែ